កម្មវិធីពិព័រណ៍3ថ្ងៃបានបញ្ចប់ហើយបងប្អូនមកស្ដាប់ feedback អតិថិជនទាំងអស់គ្នាចាណាមែនគឺមិនថាគាត់ទៅមកអង្គុយចង់នៅចឹងមិនថាគាត់នឹងមួយទៅគាត់ណាបាទបើថាឈប់សាច់គាត់ឈប់សាច់ហើយលោកពូថ្ងៃនេះអញ្ជើញមកយកគ្រឿងលោកពូបានគ្រឿងខ្ញុំកំងខែជាមកទឹកហើយអត់ដែរព្រោះទុំឃើញបងផុសម៉ាក់ខ្ញុំតាមដានប្រហែលជា2-3ឆ្នាំហើយខ្ញុំបានដាច់ចិត្តមកទិញទៅអូតាមដាន2-3ឆ្នាំហើយចាអូអញ្ចឹងថ្ងៃហ្នឹងទៅសម្រាប់ចិត្តមកបងមែនទេបាទអញ្ចឹងបងឃើញព័ត៌មានតាម page មែនទេបងចាទៀតសុំដៃតិចទៅអូយធំណាស់លោកអើយមើលខោស្មាំអូយធំណាស់ហ្នឹងហើយទិញរ៉ាញ់ក្មួយល្អមាន live មានជួយផ្សាយពាណិជ្ជកម្មបាទកងថ្ងៃមុនកងអញ្ជើញទៅជាវនៅកោះពេញមសាបាទជាវកោះពេញមសាបាទហើយកងមិនបានកងបានចាប់អារម្មណ៍មកការប្រើត្បូងខ្មែរវិញកងអត់ទេមើលឃើញដូចថាត្បូងខ្មែរយើងរតនគិរីគូលឺវាមើលទៅដូចស្អាតកងហ៎វាស្អាតហ្នឹងហើយជាពិសេសអាត្បូងបៃលិនហ្នឹងវាអស់ហើយសោះថាទូចមកគាត់ថា2ការ៉ាត់12ការ៉ាត់1ការ៉ាត់ជាង3-4,000 3-4,000 5,000ដូច្នេះទៅអារតនគិរីត្បូងហ្នឹងវាទឹកវាស្អាតអាលុសាខុនហ្នឹងតម្លៃក៏អត់ទៅកពស់ព្រោះត្បូងមើលទៅស្អាតប្លែកចាត្បូងធម្មជាតិមើលទៅពណ៌រស់ទៅនៅប្រទេសស្អាតដេញស្អាតបងប្អូនមកខ្ញុំមកវត្តដំបងមើលអានេះហេតែពេលឃើញអានេះនៅលើទូឆ្លាញ់អានេះបដ ாய் ពេលតែមានគ្រប់គ្រងត្បូងខ្មែរយើងសប្បាយចិត្តចាបាទអូទីទៀតពេលមានលុយក៏បាត់ទិញនេះបាទទិញលុយកដៀនខ្ញុំកតុំខ្ញុំនេះមានទិញបានដែរបាទឥឡូវអស់ហើយចាទិញរបស់តខ្លាញ់ខ្លាំងបាទខ្ញុំចង់ឲ្យខ្មែរយើងប្រើត្បូងធម្មជាតិប្រើខ្មែរយើងឲ្យបានច្រើនបាទបងព្រោះដោយសារអីខ្មែរយើងស្អាតហ្មងគ្រាប់វាមើលបងឲ្យមើលបាទចាញ់ចាំងហ្មងចាញ់ចាំងជាផ្សេងចង់កំតអ្នកផលខ្មែរត្បូងខ្មែរមែនពេលត្រឡប់ទៅខ្ញុំនឹងណែនាំមិត្តភ័ក្តិឲ្យជួយប្រើត្បូងធម្មជាតិរបស់ខ្មែរយើងជាពិសេសត្បូងរតនគិរីតែវិញសុំមើលចិត្តតិចមើលណាមីងមើលទៅមើលមិនអត់មើលណាមីងពេលពាក់យ៉ាងទៅមានអារម្មណ៍ថាសប្បាយចិត្តទេសប្បាយរីករាយក្នុងខ្លួនខ្ញុំពាក់អូស្ត្រាលីទៅអាមេរិកអីក៏ចាប់ថតខ្ញុំដូចអីគេក៏ឃើញដឹងត្បូងមកពីខ្មែរយើងមីងចាគេដេញថតតែខ្លះខ្ញុំទិញខ្ញុំថាអត់អាចលក់បានទេបាទពូអីវាខ្ញុំទិញអាពេជ្រខ្ញុំដឹងប្រហែលគ្រាប់អត់យ៉ាងផងហ្នឹងបាទដឹងលក់មិនពិបាកដើររកទៀតណាដើរសំខាន់វាអត់ងាយរកបានអញ្ចឹងវារបស់ពីដើមចាតែពេលឥឡូវនេះគាត់ណាកដៀនខ្ញុំនេះវិញពាក់ទៅគេសុំទិញណាខ្ញុំទិញសម្រាប់ពាក់អត់មានទិញសម្រាប់លក់ផងឥឡូវនេះតែពេលទិញឥឡូវនេះអាចនៅមានដែរវាមិនសម្បូរតែតម្លៃថ្លៃជាងមុនថ្លៃហើយវាអត់បានទឹកចាក់ចឹងទេបាទមើលទៅដូចថាពាក់ទៅដែលមានដូចថាថ្ងៃក្រោយទៅទុកឲ្យកូនចៅទៅមានរិស័យឲ្យកូនខ្មែរយើងទៅវាจะឲ្យស្គាល់រតនគិរីហ្នឹងបាទរុស្សាខនហ្នឹងឥឡូវប្រទេសចិនហ្នឹងបងល្បីហើយអូល្បីអញ្ចឹងបាទបងល្បីហើយប្រទេសចិនហ្នឹងពីមុនចិនអត់ស្គាល់ទេនេះជា feedback តែអតិថិជនជាវត្បូងនៅហាង VT Gemstone ហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយនៃពិព័រណ៍ពេញវត្តបឹងស្នោដែរអញ្ចឹងបងប្អូនដែលចង់គ្រប់គ្រងត្បូងខ្មែរស្រឡាញ់ត្បូងខ្មែរតាក់ទងមកហាង VT Gemstone ឥឡូវនេះឬក៏មកស្តង់ A16 ដើម្បីទទួលបានឱកាស promotion នេះរួចរាល់ឡើងបងប្អូនថ្ងៃនេះជាថ្ងៃចុងក្រោយហើយកុំភ្លេច share វីដេអូនេះ